Hello សួស្តីអ្នកនរគ្នាថ្ងៃនេះដែរមានរឿង anime ថ្មីមួយចែកជូនអ្នកនរគ្នាទស្សនាដែលចំណងជើងរឿងហ្នឹងមានឈ្មោះថា The Executioner and Her Firefly ដែលសាច់រឿងនេះនិយាយពីការ teleport មកកាន់ពិភពលោកថ្មីមួយនឹងការផ្សងព្រេងរបស់ក្មេងប្រុសម្នាក់ដែលបានពិភពលោកមួយទៀតបានកោះហៅគេធ្វើជា hero សាច់រឿងនេះពិតជាមានការតាក់ទាញមែនទែនក៏ជា anime មួយដែលក្នុងចំណោម anime ទាំងអស់ដែលមានចូលចិត្តជាងគេតោះចង់យើងចាប់ផ្ដើមដំណើរសាច់រឿងដំបូងគឺបង្ហាញពីជីវិតប្រចាំថ្ងៃដ៏សាមញ្ញរបស់តួអង្គប្រុសដែលមានឈ្មោះថា Akari Tokito នៅក្នុងប្រទេសជប៉ុនគាត់គឺជាសិស្សប្រុសធម្មតាម្នាក់រៀននៅក្នុងថ្នាក់មិនលេចធ្លោមិនមានមិត្តភក្តិជិតស្និទ្ធច្រើនហើយក៏មិនមានអារម្មណ៍ថាជីវិតហ្នឹងគ្មានអ្វីពិសេសទេនៅក្នុងថ្នាក់រៀនគាត់គ្រាន់តែអង្គុយស្ដាប់គ្រូប៉ុន្តែកំណត់របស់គាត់ហ្នឹងហាក់ដូចជាហោះតណាមិនដឹងទេបង្ហាញថាគាត់ហ្នឹងជាមនុស្សស្ងប់ស្ងាត់និងមិនចូលចិត្តពីអ្នកដទៃព្រាមនោះពលិអាកបាំងមួយបានលេចឡើងនៅក្នុងផ្នែកសិស្សទាំងអស់ក៏បានភ្ញាក់ផ្អើលមុនពេលដែលអាការីត្រូវបានគេ teleport ទៅកាន់ពិភពផ្សេងដោយគាត់មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេសឹកតែពេលនោះយើងក៏បានឃើញថាតួអង្គប្រុសរបស់យើងបានភ្ញាក់ឡើងនៅក្នុងរាជវាំងមួយដែលមានអាជ្ញាសម្ព័ន្ធបែបអឺរ៉ុបគាត់មានភាពភ័យខ្លាចនិងច្បោកច្បល់ដោយមិនដឹងថាខ្លួនឯងមកទីនេះដោយរបៀបណានៅទីនោះគាត់បានជួបបុរសម្នាក់ដែលមានឈ្មោះថា Mitsuki ដែលត្រូវបានគេ teleport មកពីជប៉ុនដូចគ្នាអ្នកមានអំណាចក្នុងពិភពនេះបានបកស្រាយថាពួកគេត្រូវបានអញ្ជើញមកដើម្បីក្លាយជាមនុស្សពិសេសក្នុងពិភពនេះហើយត្រូវបានពួកគេចាត់ទុកថាជា The Last One នៅក្នុងរាជវាំងដ៏ធំនោះមនុស្សមានអំណាចក៏បានប្រាប់បញ្យល់ពួកគេថា The Last One អាចទទួលបានអំណាចពិសេសមួយដែលហៅថា Super Hero តែអំណាចវេទមន្តរបស់ពួកគេនឹងអាចផ្លាស់ប្ដូរបច្ចុប្បន្នភាពឬក៏បំផ្លាញពិភពលោកនេះបានពួកគេត្រូវបានអ្នកនោះដែលរស់នៅក្នុងពិភពលោកហ្នឹងធ្វើការតេស្តសមត្ថភាព Super Hero របស់ពួកគេនៅពេលដែលអាការីធ្វើការតេស្តសមត្ថភាពហ្នឹងគឺមិនបង្ហាញថាគាត់នឹងមាន Super Power នោះឡើយនោះជុំវិញខ្លួនគាត់នឹងបានបង្ហាញការខកចិត្តជាខ្លាំងអាការីត្រូវបានគេដេញចេញពីក្រុមហាក់ដូចជាគ្មានតម្លៃសម្រាប់ពិភពលោកនេះសោះភាពខុសគ្នាទាំងអស់នេះធ្វើឲ្យអាការីមានអារម្មណ៍ថាឯកានិងឈឺចាប់យ៉ាងខ្លាំងគាត់ត្រូវបានរកឃើញដោយយើងសង្កេតឃើញថាអាការីនឹងអង្គុយក្រោមស្ពានដោយភាពអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលអាការីអង្គុយអស់សង្ឃឹមនោះគាត់បានជួបនឹងនាងម្នាក់ឈ្មោះថាមេនូមានមុខមាត់ស្អាតបាតសម្លេងទន់ភ្លន់និងអត្តចរិតរបស់គេគឺរាយគាត់បានស្ដាប់រឿងរបស់អាការីយ៉ាងអត់ធ្មត់ហើយមិនបង្ហាញការរើសអើងនោះទេនេះធ្វើឲ្យអាការីមានអារម្មណ៍ថាគាត់បានរកឃើញមនុស្សដែលអាចទុកចិត្តបាននៅក្នុងពិភពលោកនេះនៅពេលនោះដែរមេនុបានអញ្ជើញអាការីទៅស្នាក់នៅព្រះវិហាររបស់នាងដោយប្រាប់ថានាងនឹងជួយឲ្យអាការីរស់នៅដោយសុវត្ថិភាពអាការីបានចាប់ផ្ដើមបើកចិត្តនិងនិយាយអំពីអារម្មណ៍ភ័យខ្លាចនិងការខកចិត្តរបស់គាត់បរិយាកាសទាំងមូលក៏បានឲ្យយើងដឹងថាគាត់មានការខកចិត្តតិចតួចនៅពេលដែលពួកគេកំពុងធ្វើដំណើរទៅព្រះវិហារអាការីបាននិយាយរឿងរ៉ាវជីវិតរបស់ Mitsuki ដែលត្រូវបានគេ teleport មកជាមួយនឹងគ្នា Mitsuki គឺត្រូវបានរស់នៅក្នុងបរិវេណដែលមានអាហារពិសេសនិងការថែទាំយ៉ាងល្អគាត់ចាប់ផ្ដើមសម័យថាខ្លួននឹងក្លាយជាវីរបុរសក្នុងពិភពលោកថ្មីនេះទៅវិញអាការីត្រូវបានគេទុកឲ្យតំណែងឯងដោយគ្មានការណែនាំឬការការពារនៅឡើយគាត់បានដើរតាមទីក្រុងដោយគ្មានអារម្មណ៍ថាគ្មានទីណាដែលត្រូវទៅនៅពេលដែលមេនុនាំអាការីទៅដល់ព្រះវិហារនោះមេនុបាននិយាយនឹងទឹកមុខដ៏គួរឲ្យខ្លាចទៅកាន់អាការីក្នុងគំនិតរបស់មេនុគិតថាបេប្រុសអ្នកនេះមានរូបរាងដូចគ្នានឹងមនុស្សផ្សេងទៀតដែលគាត់ធ្លាប់សម្លាប់មេនុក៏មានការស្ទាក់ទើរនឹងសម្លាប់គាត់ទេហើយនាងបាននិយាយថាខ្ញុំត្រូវបញ្ចប់រឿងនេះឲ្យបានលឿនភ្លាមនោះដែរមេនុបានទាញកាំបិតចាក់សម្លាប់ទៅអាការីចំកណ្ដាលក្បាលធ្វើឲ្យអាការីដួលទៅលើដីមេនុគិតថារឿងនេះបញ្ចប់ដូចជាធម្មតាចំណែកអាការីវិញគឺឃើញថាកម្រើខ្លួនសាច់ឈាមនៅខ្ទាំងរបស់គាត់នឹងបានត្រឡប់មកសភាពដើមវិញភ្លាមស្របពេលនោះដែរមេនុបានទៅមកស្ទាបដង្ហើមរបស់អាការីក៏បានដឹងថាដង្ហើមរបស់អាការីគឺនៅមានដង្ហើមនៅឡើយនោះទេសាច់រឿងបន្តក៏បានបង្ហាញពីតួអង្គម្នាក់ដែលពួកយើងមិនទាន់បានដឹងអត្តសញ្ញាណរបស់នាងឡើយទេស្របពេលនោះដែរក៏បានយើងដឹងថានាងក៏មានឈ្មោះថាម៉ូម៉ូ
ក៏បានដឹងថាមកមកគឺជាសិស្សប្អូនរបស់មេនុបន្ទាប់ពីអ្នកទាំងពីរធ្វើការសន្ទនាគ្នាហើយស្រាប់តែអ្នកទាំងពីរមានអារម្មណ៍ថាមាននរណាដូចជានៅខាងក្រៅវិហារក៏បានយើងដឹងថាមានអង្គរៈ5នាក់នៅក្រៅព្រះវិហារនោះតែពួកគេមកពីសម្ព័ន្ធនៃអវការៈមិនមកអង្គយូរពួកគេក៏បានធ្វើការវិភាគគ្នាសពពេលនោះដែរអង្គរៈម្នាក់បានធ្វើការវិភាគទៅកាន់មេនុដោយប្រើវេទមន្តភ្លើងពួកគេគិតថានឹងអាចកម្ចាត់មេនុបានហើយប៉ុន្តែភ្លាមៗនោះស៊ីលរបស់មេនុក៏បានផុសឡើងតែអស់នេះបង្ហាញយើងដឹងថាមេនុគឺអាចប្រើវេទមន្តរួមទាំងការវិភាគដោយប្រើកំបិតរបស់នាងតទៅពីចិត្តការអង្គរៈគោលដៅបន្ទាប់របស់មេនុនោះគឺជាមិត្តរួមថ្នាក់របស់អង្គរៈありがとうございます。どうしてだろう。不安とかあまり感じない。សាច់រឿងមិនចំនៅពេលដែលអ្នកទាំងពីរប្រជុំមុខគ្នាទៅវិញទៅមកចំណែកសាច់រឿងរបស់យើងគឺធ្វើការមកដល់ទីបញ្ចប់យើងមានធ្វើការសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះតាំងពីដំបូងរហូតដល់ចប់បើសិនជាមានតលែងណាខុសតអីអ្នកទាំងអស់គ្នាអាចកែសម្រួលបានដោយខមមិននៅខាងក្រោមវីដេអូនេះសូមអរគុណសូមជម្រាបសួរ